មកចាក់បងជាងមកដល់ហើយហ៎ផ្កានេះពិតជាស្រស់ស្អាតខ្លាំងណាស់ចាំខ្ញុំមកចាំងសៀតនឹងកេសាមកចាក់បងឲ្យអរគុណម្ចាស់អូនម្លាយសូរិយាប៉ិនក្រងផ្កានេះណាណូថ្ងៃក្រោយមកដឹងថាម្ចាស់បងត្រូវការឲ្យខ្ញុំម្ចាស់ក្រងផ្កាថ្វាយម្ចាស់បងទៀតឬអត់ទេមិនក៏ម្ចាស់អូនមានព្រះស្វណ្ណនៃដូចនេះយើងជាបងប្អូនបង្កើតនឹងគ្នាទោះជាយ៉ាងណាក៏បងត្រូវការម្ចាស់អូនជានិច្ចដែរតែម្ចាស់បងមានសំណាងខ្ពស់ណាស់ព្រោះម្ចាស់បងបានរៀបអភិសេកជាមួយព្រះបុត្រារតនវិជ័យខ្ញុំម្ចាស់ខ្លាចតែម្ចាស់បងដល់ពេលនោះភ្លេចខ្ញុំម្ចាស់ទេម្ចាស់អូនកុំខ្វល់ប្រតិអីបងមិនឲ្យម្ចាស់អូនឃ្លាតទៅណាឆ្ងាយទេខ្ញុំម្ចាស់សូមអរព្រគុណម្ចាស់បងម្ចាស់បងតតមើលផ្កានេះមើលល្អហើយក្រអូបទៀតអូយពីដាត់ដល់ហើយម្ចាស់បងកាត់អីម្ចាស់បងចំពោឯណាចំពោចាប់ពូពនាងបើឯងធ្វើការងារនេះមិនបានសម្រេចសុំកុំឲ្យយើងឃើញមកឯងឲ្យសោះនាំចេញទៅពួកឯងទាំងអស់គ្នាបានអ្នកណាមួយធ្វើឲ្យឃ្លារឿងនេះយើងនឹងសម្រាប់ពួកឯងចោលភ្លាមឮទេក្រាបទូលយកព្រះនាងទៅណាជប់លឿនយកព្រះនាងទៅណាជប់លឿនជប់ដាក់ខ្ញុំចុះទៅលេចជប់លឿនលេចចឹងទៅលោកអប្រាឯងចង់នាំព្រះនាងទៅណាឯងគ្រាន់តែជាឧបនាចកំពេចកំពុកតែប៉ុណ្ណោះហេតុអីក៏ឯងហ៊ានរារាំងដំណើររបស់យើងព្រះបុត្រារតនវិជ័យបានប្រគល់តួនាទីនេះឲ្យមកយើងការពារព្រះនាងឯងមិនអាចប៉ះពាល់ព្រះនាងបានទេយល់ល្អណាស់ឯងចូលដៃជាមួយយើងទៅបើសិនជាឯងចង់មានជីវិតរស់កុំច្រឡំយើងមិនចូលដៃជាមួយឯងទេគិតមិនรู้ទេប្រឆាំងនឹងយើងអត់ទីប្រឆាំងនឹងយើងឯងនឹងត្រូវស្លាប់ហើយអប្រាជ្ញប្រយ័ត្នផងប្រយ័ត្នព្រះនាងប្រយ័ត្នព្រះនាងប្រយ័ត្នមិនអីទេលោកប្រាជ្ញប្រយ័ត្នផងព្រះលោកប្រាជ្ញជួយមិនឲ្យពួកឯងទៅពីលោកប្រាជ្ញទៅកាន់ឋាននរកនៅពេលនេះឯងទៅស្លាប់ទេស្លាប់ទេតែប៉ុណ្ណាជននឹងបានរៀបអភិសេកជាមួយនឹងព្រះនាងម៉ាឡៃសូរិយាហើយយើងនឹងធ្វើឲ្យនាងឯងស្លាប់យ៉ាងវេទនាដើម្បីឲ្យសមនឹងកំហុសដែលនាងធ្វើមកលើយើងនេះគឺជាឱកាសមួយល្អដែលយើងត្រូវបញ្ញាប់ចាត់ការពួកវាព្រោះថាពួកវានឹងឆាប់ត្រឡប់ទៅវិញពេលនេះពួកគេកំពុងតែមានការប្រុងប្រយ័ត្នខ្លាំងណាស់ព្រោះពួកគេ
ដឹងពីសមាសភាពរបស់បិសាចបាត់ទៅហើយយើងមិនខ្វល់ថាពួកវាដឹងឬមិនដឹងនោះទេហើយយើងរកពលិញបាន99នាក់ទៀតនោះយើងនឹងក្លាយមកជាមនុស្សធម្មតាវិញហើយមានជីវិតអមតៈចង់សម្រាប់ពួកវាគឺងាយខ្លាំងណាស់តែបើពួកគេនៅក្បែរព្រះអង្គម្ចាស់រតនពិជ័យឯងមិនអាចធ្វើអីគេបានទេថាម៉េចព្រះអង្គម្ចាស់រតនពិជ័យក៏មកដែរមែនទេគឺជាសំណាងរបស់យើងមែនព្រះអង្គម្ចាស់រតនពិជ័យមានឆ្លង7 ពណ៌បើយើងបានហត់ឈាមព្រះអង្គយើងមិនចាំបាច់សម្រាប់មនុស្ស99នាក់ទៀតក៏បានដែរគឺយើងនឹងខ្លាចមកជាជីវិតអមតៈភ្លាមតែព្រះអង្គរតនៈមានបន្តោងសិលនៅជាប់នឹងប្រកាយបងខំតដារកាត់ពីបងនៅទីនេះសោះអូនមានរឿងអីមិនសប្បាយចិត្តមែនទេហ្នឹងប្រហែលថ្ងៃនេះអូនមិនសើនិយាយរកគេឯងសោះខ្ញុំគ្មានរឿងអីនោះទេកុំកុហកបងណាគឺថាបើមានរឿងអីប្របាចិត្តមកពេលនិយាយចេញមកគឺនឹងបានធូរទ្រូងហើយអូនដឹងទេទោះជាខ្ញុំខំស្រែកឲ្យលើដល់ឋានសួគ៌ក៏ដោយក៏នៅតែមិនអាចធូរទ្រូងខ្ញុំបានដែរមានរឿងអីក៏ធ្ងន់ធ្ងរដល់ថ្នាក់នេះនោះអូបើដឹងហើយគឺអូនឯងខឹងរតនៈមែនទេធម្មតាទេគឺជាគុណអ្នកមានណាគេតែងតែជ្រើសរើសនារីណាដែលគេចង់បានហើយតែចំពោះបងវិញបងគ្មានទ្រព្យសម្បត្តិដូចគេនោះទេតែបងមានចិត្តស្មោះជាមួយនារីដែលបងស្រឡាញ់ណាខ្ញុំមិនបន្ទោសគាត់ទេព្រោះគាត់មិនដែលនិយាយថាគាត់ស្រឡាញ់ខ្ញុំម្ដងណាឡើយគឺមានតែខ្ញុំម្នាក់ឯងទេដែលរវើរវាយនោះប្រសិនបើខ្ញុំនេះមានសំណាងដោយរតនៈនោះខ្ញុំនឹងមិនបោះបង់ឱកាសដ៏ល្អនេះចោលទេមានន័យថាម៉េចនាងបងឯងស្រឡាញ់ខ្ញុំមែនទេអូខ្ញុំមិនដឹងទេខ្ញុំមិនអបអរម្ដងណាទីណាមិនរួចទីតែខ្ញុំឃើញពីថ្ងៃមុននោះណាគឺបិសាចនេះហើយឥឡូវយើងគិតយ៉ាងម៉េចទៅចូលទៅមកហើយជួយផងបងរតនៈបិសាចគាត់ខ្លាចបងរតនៈដកខ្មោចវាកំពុងតែចង់សម្លាប់បងចំពោះបងចំពោះមិនទេបងចំពោះរតនៈគួយសិនមកឡើយសំណាងហើយដែលបងរតនៈមកតន់កុំអីពួកខ្ញុំមកត្រូវអាបិសាចនោះវាសម្លាប់ជាមិនខានតែខ្ញុំឆ្ងល់ណាស់ហេតុអីបានជាអាបិសាចខ្មោចនោះខ្លាចបងរតនៈអញ្ចឹងបិសាចនេះមានអាយុជាង 2000 ឆ្នាំហើយវាពិតជាមានមហិទ្ធិឫទ្ធិខ្លាំងណាស់មិនគួរឲ្យជឿថាវាខ្លាចយើងទេមិនក៏នាងដឹងឬក៏នាងជាបពុណាអាបិសាចនោះអត់ទេនាងកុំគិតអញ្ចឹងអីគឺលោកយាយខ្ញុំជាអ្នកប្រាប់បើអញ្ចឹងគឺមានតែយាយរបស់នាងបានហើយមកប្រយាយរបស់នាងមានអាយុច្រើនទើបគាត់ដឹងពីព្រឹត្តិការណ៍ច្រើនយ៉ាងនេះរតនៈគ្នាដូចជាខ្លាចរអាខ្លាំងណាស់កាលពីមុនបិសាចនេះបង្ហាញខ្លួនតែពេលយប់ទេប៉ុន្តែឥឡូវនេះបើជាបង្ហាញខ្លួនទាំងថ្ងៃមានន័យថាវាមិនខ្លាចពួកយើងនោះទេត្រូវហើយមិនមែនមានតែអបិសាចនេះមួយទេគឺនៅមានអាបមួយទៀតដូច្នេះខ្ញុំគិតថាពួកយើងមិនគួរនៅផ្សងគ្រោះថ្នាក់នឹងទៀតទេពួកយើងគួរតែត្រឡប់ទៅវិញទៅពួកយើងទៅវិញទៅតាបងអលៀន